នេះខ្ញុំសូមគោរពទៅដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលបានមើលវីដេអូនេះនាងខ្ញុំឈ្មោះស៊ូសុករក្សាមកពីថ្នាក់ទី10នៃវិទ្យាល័យគោកព្រេងថ្ងៃនេះខ្ញុំគឺជាសមាជិកមួយរូបនៃក្លឹបគណិតដោយថ្ងៃនេះដែរខ្ញុំសូមមកបកស្រាយខ្លឹមសារមួយដែលនិយាយពីសញ្ញានៃឯកធាតុហើយឥឡូវនេះយើងទៅមើលចំណុចយើងទាំងអស់គ្នាគឺចំណុចទី1សញ្ញានៃពហុធាតុដោយ 1.1 ហ្នឹងសញ្ញានៃឯកធាតុឥឡូវយើងទៅមើលជាទូទៅដែលគេឲ្យយើងទាំងអស់គ្នាគេថាឯកធាតុគឺជាកន្សោមបេក្ខនិតដែលប្រមាណវិធីលើអថេរមានតែមួយគឺវិធីគុណឬស្វ័យគុណដែលមាននិទុសនចំនួនគុណវិជ្ជមានឬស្មើ0អាហ្នឹងគឺយើងបានន័យថាអញ្ចឹងយើងបានន័យថាដើម្បីដឹងថាវាគឺជាឯកធាតុឬអត់ហ្នឹងគឺយើងត្រូវសម្គាល់លើចំណុច2ទី1ឯកធាតុគឺវាមានតែប្រមាណវិធីគុណតែប៉ុណ្ណោះគឺវាមានប្រមាណវិធីគុណរវាងតួលេខនិងតួលេខតួអក្សរនិងតួអក្សរដោយតួអក្សរគេយកមកប្រើច្រើនហ្នឹងភាគច្រើនគេយក x y z ទៅតាមគេចង់តាំងគេចឹងទៅហើយតួលេខហ្នឹងគឺតួលេខពីដកអនន្តដល់បូកអនន្តតាមតែយើងចង់យកអីចឹងទៅហើយបើទី2ដើម្បីដឹងថាវាគឺជាឯកធាតុហ្នឹងគឺមើលទៅលើនិទុសនរបស់វាឧទាហរណ៍និទុសនវាវិជ្ជមានអញ្ចឹងវាជាឯកធាតុបើសិនជាវានិទុសនវាអវិជ្ជមានទេបានន័យថាវាមិនមែនជាឯកធាតុទេព្រោះអីគេឲ្យនិយមន័យហ្នឹងគេថាតើតែនិទុសនហ្នឹងគឺមានចំនួនគុណវិជ្ជមានឬស្មើ0ហ្នឹងគឺបានន័យថាឧទាហរណ៍បើ x ស្វ័យគុណ0បានន័យថា x ហ្នឹងគឺស្មើ1អញ្ចឹងបានន័យថាវាជាឯកធាតុហើយអ្នកនរគ្នាត្រូវចាំមួយទៀតថាវាបើវាជាឯកធាតុកន្សោមណាមួយដើម្បីដឹងថាវាជាឯកធាតុយើងត្រូវដឹងថាវាមានតែប្រមាណវិធីគុណតែប៉ុណ្ណោះគឺអត់វាមានចែកមានដកមានបូកអីទេគឺមានតែប្រមាណវិធីគុណតែប៉ុណ្ណោះតោះឥឡូវនេះគេឲ្យឧទាហរណ៍យើងថាក្នុងកន្សោមខាងក្រោមនេះតើកន្សោមណាខ្លះជាឯកធាតុនិងកន្សោមណាខ្លះមិនមែនជាឯកធាតុឥឡូវយើងទៅមើលទាំងអស់គ្នាដោយគេប្រាប់មកគឺមាន m ដក15 2a បូក b 1ភាគ 4ភាគ x ឬ x ក្រេ y 5x y ស្វ័យគុណ2 a ដក2ដក3ភាគ7 x y ស្វ័យគុណ4 z និងឬ x y ពួកឯងខ្ញុំប្រាប់អ្នកនរគ្នាហើយថាដើម្បីដឹងឯកធាតុយើងត្រូវយល់ពីគោល2កន្លឹះហ្នឹងពួកឯងគេប្រាប់យើងហើយថានិយមន័យឯកធាតុហ្នឹងវាមិនចឹងណាតោះឥឡូវយើងទៅមើល m ហ្នឹងជាឯកធាតុហេតុអ្វីបានខ្ញុំថាឯកធាតុដោយសារតែវាគឺមានមេគុណមួយនៅកន្លែងនេះតែមួយហ្នឹងគេដាក់ឯងសូម្បីតែ m ហ្នឹងក៏វាមានស្វ័យគុណមួយដែរតែមួយហ្នឹងក៏គេដាក់ដែរនៅក្នុងគណិតគេចាប់ដាក់ឡើងពី2 3 4ឡើងតែមួយហ្នឹងក៏វាជាឯកធាតុដែរឥឡូវm ហ្នឹងគឺជាឯកធាតុដក15អ្នកនរគ្នាគិតថាវាជាឯកធាតុសម្រាប់ខ្ញុំគិតថាវាជាឯកធាតុហេតុអ្វីបានខ្ញុំថាអញ្ចឹងព្រោះអីគេថាមេគុណហ្នឹងទោះវាអវិជ្ជមានឬក៏វិជ្ជមានក៏ដោយសំខាន់យើងមើលទៅលើនិទុសនវិជ្ជមានឬក៏អត់ហើយវាមិនចឹងហើយឥឡូវយើងមើលទៅនេះដក15នេះគឺវាមាននេះហើយអញ្ចឹងខ្ញុំគិតថាជាឯកធាតុដល់ពេល 2a បូក b 2a បូក b ហ្នឹងគឺមិនមែនជាឯកធាតុហេតុអីដោយសារតែយើងមើលទៅគេប្រាប់និយមន័យថាឯកធាតុលុះត្រាតែវាមានប្រមាណវិធីគុណមានតែប្រមាណវិធីគុណនៅលើនេះទេលើនេះគេប្រាប់ថាប្រមាណវិធីគុណដែលមាននិទុសនចំនួនគុណស្មើវិជ្ជមានឬស្មើ0អញ្ចឹងបានន័យថាហ្នឹងមិនមែនជាឯកធាតុព្រោះអីវាមិនមែនជាប្រមាណវិធីគុណហ្នឹងហើយយើងមើលទៀតយើងមើល4ភាគ x ហ្នឹងក៏មិនមែនជាឯកធាតុដែរហេតុអីខ្ញុំថាមិនមែនឯកធាតុយើងមើលទៅនេះ x ហ្នឹង4ភាគ x ហ្នឹងគឺវាស្វ័យគុណប៉ុន្មានស្វ័យគុណស្វ័យគុណប៉ុន្មានវិញឥឡូវយើងទៅមើល4ភាគ x ដោយគេនិយាយថាឯកធាតុហ្នឹងលុះត្រាតែវាមាននិទុសនចំនួនគុណវិជ្ជមានឬស្មើ0អានេះគឺវាមានស្វ័យគុណ1ដល់ពេលយើងបោះវាមកកន្លែងនេះទៅគឺវាអវិជ្ជមានអញ្ចឹងវាមិនមែនជាឯកធាតុទេយើងទៅមើលកន្សោមបន្តទៀតគឺឬ 3xក្រេ y វាជាឯកធាតុហើយអ្វីបើខ្ញុំថាឯកធាតុដោយសារតែទី1ហ្នឹងគឺវាមានមេគុណឬ3ហើយនឹងនិទុសនរបស់អថេរនីមួយហ្នឹងគឺវិជ្ជមានទាំងអស់គឺអត់មានដក2ឬក៏ដក1អីទេគឺវាមាន2និង1អញ្ចឹងបានន័យថាវាជាឯកធាតុសម្រាប់ទៅមើលបន្តទៀតគឺ 5x y ស្វ័យគុណដក2អ្នកគ្នាគិតមើលគេប្រាប់ថាតើតែនិទុសនវាហ្នឹងចំនួនគុណវិជ្ជមានឬស្មើ0ទៅវាជាឯកធាតុអញ្ចឹងយើងមើលទាំងអស់គ្នាវាជាឯកធាតុខ្ញុំគិតថាមិនជាឯកធាតុដោយសារតែវាមានអវិជ្ជមានទេមានអវិជ្ជមានទៅអញ្ចឹងវាខុសពីជាទូទៅដែលគេប្រាប់ហើយអញ្ចឹងវាមិនមែនជាឯកធាតុទេដោយសារតែវាមានវិជ្ជមានមាននិទុសនហ្នឹងវិជ្ជមានដែររបស់អថេរហ្នឹងទោះអានេះវិជ្ជមានក៏ដោយក៏វាមិនអាចដែរទោះមានមេគុណក៏ដោយក៏វាមិនអាចជាឯកធាតុដែរគឺមិនមែនជាឯកធាតុទេឥឡូវយើងទៅមើលតទៀតនេះដក3ភាគ7 x
y ស្វ័យគុណ4 set set ខ្ញុំគិតថាជាឯកធាតុព្រោះអីដូចតែអាមាញ់ដែរអញ្ចឹងនេះគឺវាមានមេកុដដូចគ្នាវាមានអថេវិជ្ជមានអថេ2ហើយក៏មាននីតូសនហ្នឹងក៏វិជ្ជមានដែរវិជ្ជមានទាំងអស់អានេះគឺស្វ័យគុណ4ហ្នឹងគឺវិជ្ជមានស្វ័យគុណ1ហ្នឹងគេអត់ដាក់ទេអញ្ចឹងវាវិជ្ជមានដល់ពេលអានេះក៏មិនមែនជាឯកធាតុដែរព្រោះអីវាអត់មានឈប់អានេះក៏មិនជាឯកធាតុដែរតើឥឡូវយើងទៅមើលដំណោះស្រាយទាំងអស់គ្នាដែលដំណោះស្រាយគេឲ្យកន្សំដែលជាឯកធាតុគឺ5គឺ m បក15ឬ3 x y ដក3ភាគ7 x x y ស្វ័យគុណ4ហើយនឹង z ដូចខ្ញុំប្រាប់អ្នកឥឡូវនេះយើងទៅមើលកន្សំដែលមិនមែនជាឯកធាតុទាំងអស់គ្នាដោយទី1ហ្នឹងគឺ 2a បូក b 2a បូក b ហ្នឹងខ្ញុំប្រាប់មកអញ្ចឹងគឺព្រោះអីវាជាប្រមាណវិធីបូកវាមិនមែនជាប្រមាណវិធីកូនអញ្ចឹងវាមិនមែនជាឯកធាតុនោះទេអញ្ចឹងហើយ4ភាគ x ហ្នឹងក៏មិនមែនជាឯកធាតុដែរព្រោះអីនីតូសានវាបោះមកនេះមកគឺវាបានដកអញ្ចឹងអវិជ្ជមានអញ្ចឹងវាមិនមែនជាឯកធាតុដែរអានេះក៏មិនមែនអានេះក៏មិនមែនឥឡូវនេះខ្ញុំមានតែប៉ុណ្្នឹងទេឥឡូវខ្ញុំក៏សូមអរគុណសូមអរគុណទៅដល់អ្នកទស្សនាទាំងអស់គ្នាដែលបានមើលវីដេអូនេះខ្ញុំគិតថាអ្នកនរគ្នានឹងយល់ពីខ្ញុំបញ្យល់ហើយ